ក្រោយពីចុះជា correction រហូតដល់តម្លៃ $4,605 នៅក្នុងមួយអោនកាលពីយប់មិញមកតម្លៃមាសក៏បានកើនឡើងជាបន្តបន្ទាប់មកវិញរហូតដល់តម្លៃ $4,670 នៅក្នុងមួយអោននៅក្នុងព្រឹកនេះសួស្តីបងប្អូនអរគ្នាខ្ញុំគុណណាន់នៅព្រឹកថ្ងៃទី26សីហា2026នេះខ្ញុំនឹងធ្វើការអាប់ដេតទាក់ទងនឹងបម្រែបម្រួលទៅលើតម្លៃទីផ្សារមាសជាមួយនឹងព្រឹត្តិការណ៍ព័ត៌មានផ្សេងៗផងដែរអញ្ចឹងសម្រាប់តម្លៃទីផ្សារមាសកាលពីម្សិលមិញដោយដែលខ្ញុំបានលើកឡើងក៏ដូចជាការវិភាគជូនបងប្អូនអរគ្នាថាតម្លៃមាសគឺវានឹងធ្លាក់ជា correction អញ្ចឹងកាលពីយប់មិញគឺតម្លៃមាសបានធ្លាក់ជា correction ដោយអ្វីដែលជាការព្យាករណ៍គឺរហូតដល់តម្លៃ $4,605 នៅក្នុងអោនអញ្ចឹងតម្លៃដែលបានធ្លាក់ចុះនោះគឺហាក់បីជាហុចឱកាសឲ្យអ្នកដែលចង់ទិញឡើងដើម្បីទទួលបានផលចំណេញជាក់ស្ដែងតម្លៃមាសនៅក្នុងព្រឹកនេះក៏វាបានកើនឡើងជាបន្តបន្ទាប់រហូតដល់តម្លៃ $4,670 នៅក្នុងមួយអោនផងដែរអញ្ចឹងការដែលធ្លាក់ចុះជា correction បែបនេះគឺដោយសារតែតាក់ទងទៅនឹងបន្ទាប់ពីមានការកើនឡើងជាបន្តបន្ទាប់ក៏ជាឱកាសសម្រាប់អ្នកដែលបានទិញតាំងពីតម្លៃទាបគឺគេកាត់យកផលចំណេញឬក៏យើងហៅតាមបែបបច្ចេកទេសគេហៅថា take profit ដែលជាមូលហេតុមួយធ្វើឲ្យតម្លៃមាសវាមានការធ្លាក់ចុះបែបនេះដោយផ្អែកទៅលើព័ត៌មានផ្សេងៗហាក់បីជាមិនមានព័ត៌មានអ្វីណាមួយដែលកើតឡើងធ្វើឲ្យតម្លៃមាសមានការធ្លាក់ចុះនោះទេអញ្ចឹងតម្លៃមាសក៏វាបានកើតឡើងទៅតាមបែបបច្ចេកទេសនៃទីផ្សារប៉ុន្តែយ៉ាងណាក៏ដោយតម្លៃមាសនៅក្នុងព្រឹកនេះក៏វាមានការកើនឡើងជាបន្តបន្ទាប់មកវិញហើយក៏នៅក្នុងទិសដៅមួយដែលយើងមើលឃើញថាអាចនឹងមានភាគរយខ្ពស់នៅក្នុងការកើនឡើងជាបន្តទៀតឬក៏ពាក្យបច្ចេកទេសគេហៅថា bullish bias អញ្ចឹងតើតើទៅមូលហេតុដែលយើងរំពឹងថាតម្លៃមាសអាចនឹងមានភាគរយខ្ពស់នៅក្នុងការកើនឡើងជាបន្តបន្ទាប់ទៀតនោះគឺដោយសារតែមានលេចលឺជាព័ត៌មានមួយពីខាងតំបន់មជ្ឈិមបូព៌ាពីប្រភពពីរុស្ស៊ីដែលគេបានលើកឡើងថាសហរដ្ឋអាមេរិកជាមួយនឹងអ៊ីរ៉ង់គឺបានសម្រេចបានកិច្ចព្រមព្រៀងជាមួយគ្នាជាមួយនឹងការបើកច្រកសមុទ្រហុកម៉ូសនឹងដំណើរការឡើងវិញផងដែរអញ្ចឹងព័ត៌មាននេះគឺជាព័ត៌មានវិជ្ជមានខាងផ្នែកភូមិសាស្ត្រនយោបាយឬក៏ពីបញ្ហាសង្គ្រាមដែលជាមូលហេតុមួយដែលយើងរំពឹងថាតម្លៃមាសអាចនឹងមានការកើនឡើងជាបន្តបន្ទាប់ទៅខាងមុខទៀតប៉ុន្តែទោះបីយ៉ាងណាក៏ដោយតាមរយៈព័ត៌មាននេះគឺมันទាន់មានជាលក្ខណៈផ្លូវការនៅឡើយនោះទេជាពិសេសมันទាន់មានប្រភពចេញពីភាគីចំនួនមិនថាអ៊ីរ៉ង់ឬក៏អាមេរិកនៅឡើយនោះទេអញ្ចឹងយ៉ាងណាក៏ដោយព័ត៌មានមួយនេះក៏វាបានជាអត្ថប្រយោជន៍ទៅលើទីផ្សារមាសក៏ដូចជាការរំពឹងរបស់វិនិយោគិនដែលគេរំពឹងថាតម្លៃមាសអាចនឹងមានការកើនឡើងជាបន្តបន្ទាប់ទៀតតែទោះបីយ៉ាងណាក៏ដោយសូមបងប្អូនធ្វើការបន្តតាមដានតាក់ទងនឹងព័ត៌មានទាំងអស់នេះដែលយើងនឹងធ្វើការអាប់ដេតជាបន្តបន្ទាប់ទៀតអញ្ចឹងសម្រាប់ថ្ងៃនេះក៏យើងអាចរៀបចំជាផែនការសម្រាប់ធ្វើការជួញដូរនៅក្នុងថ្ងៃនេះផងដែរតំបន់ support គឺជាតំបន់មួយដែលបងប្អូនអាចធ្វើការត្រៀមខ្លួននៅក្នុងការទិញឡើងជាមួយនឹងការរងចាំឲ្យវាឡើងទៅដល់តំបន់ resistance ដែលជាតំបន់ខ្ពស់ដែលបងប្អូនអាចធ្វើការលក់វាចុះបានហើយទាំងអស់នេះគឺសម្រាប់ដែលយើងធ្វើផែនការប្រចាំថ្ងៃត្រឹមថ្ងៃនេះតែប៉ុណ្ណោះអរគុណបងប្អូនអរគ្នាដែលបានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់សម្រាប់ព័ត៌មានបន្ថែមក៏ដូចជាចំណេះដឹងផ្សេងៗទាក់ទងនឹងការវិនិយោគលើទីផ្សារមួយនេះសូមបងប្អូនធ្វើការទំនាក់ទំនងមកកាន់ក្រុមការងារតាមរយៈលេខទូរស័ព្ទក៏ដូចជា page របស់ក្រុមហ៊ុនសូមអរគុណសូមជម្រាបលា